សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ត្រឡប់មកកាន់ Channel ស្រមោលខ្មោចហើយស្រមោលខ្មោចនៅយប់នេះគឺមកតាមសន្យាណាបងប្អូនគឺមកនិយាយរឿងយាយអាបហើយរឿងយាយអាបនេះអាចនិយាយបានថាគឺមិនងាយបានស្ដាប់ទេបងប្អូនដោយសារថាវាកើតពីចំនួនមុនណាហើយសូម្បីតាខ្ញុំហ្នឹងក៏ប្រហែលជាកើតអត់ទាន់ដែរព្រោះតាមដែលលោកអ៊ំដួងគាត់ចែកម្លែកសាច់រឿងហ្នឹងមកវាយូរហើយរឿងហ្នឹងវាកាត់យូរហើយតកតងនឹងរឿងអាបនេះបងប្អូនធ្លាប់ដឹងហើយថាបើនិយាយរឿងខ្មោចព្រាយជំនាន់មុនគឺស្រស់ខ្លាំងមែនតើហើយតែមុននឹងចូលដល់សាច់រឿងក៏សូមសួរបងប្អូនថាមានធ្លាប់ឃើញអាបបែបស្រស់ដូចក្នុងរឿងអត់ហើយវាឃើញដកកដកក្បាលមកអញ្ចឹងណាហើយបងប្អូនធ្លាប់ឃើញអត់បើសិនជាបងប្អូនធ្លាប់ឃើញអាច comment នៅខាងក្រោមវីដេអូនេះបានអញ្ចឹងកុំឲ្យខាត់ពេលយូរតាយើងចូលសាច់រឿងតែម្ដងទៅចង់ដឹងថាលោកអ៊ំដួងគាត់បានទៅជួបអាបដោយរបៀបណាហើយរូបភាពដែលគាត់បានឃើញនៅពេលហ្នឹងតើវាស្រស់វាគួររន្ធត់យ៉ាងណាតោះយើងចូលសាច់រឿងយើងតែម្ដងទៅរឿងរ៉ាវមួយនេះបានកើតឡើងកាលពី60ឆ្នាំមុនណាបងប្អូនយូរហើយបើនិយាយដល់រឿង60ឆ្នាំមុនផ្ទះគឺភាគច្រើនដែលគាត់រស់នៅហ្នឹងណាគឺធ្វើអំពីអស័យហើយនឹងស្លឹកត្នោតចឹងទេអានៀបអស័យធម្មតាចឹងទេនៅក្នុងភូមិហ្នឹងគឺឲ្យតែមានអ្នកជំងឺឈឺថ្កាត់អីគឺអត់មានពេទ្យទេមានតែគ្រូខ្មែរហើយបើនិយាយដល់រឿងគ្រូខ្មែរគឺមានលោកយាយម្នាក់គាត់មានតែវិជាអាគមរបស់គាត់គឺខ្លាំងប្រកែមែនទែនគាត់មានឈ្មោះថាយាយច័ន្ទហើយយាយច័ន្ទហ្នឹងឲ្យតែមានអ្នកជំងឺឈឺថ្កាត់អីតែងតែយកមកខ្ទមមកគាត់ទាំងឯងឲ្យគាត់ជួយមើលជំងឺឲ្យហើយសូម្បីតែមានមនុស្សស្រីគាត់សម្រាលកូនឬក៏ឈឺពោះអីហ្នឹងគាត់ក៏អាចជួយបានដែរអាចថាគឺគាត់អាគមរបស់គាត់ខ្លាំងមែនតែនហ្មងណាតាមដែលលោកអ៊ំដួងគាត់និយាយប៉ុន្តែក្រោយមកដោយសារតែយាយច័ន្ទគាត់អាយុច្រើនហើយគាត់ក៏មានជំងឺប្រចាំខ្លួនផងគាត់ក៏បិទខ្ទមរបស់គាត់លែងទទួលអ្នកជំងឺបន្តទៅប៉ុន្តែនៅក្នុងភូមិពេលហ្នឹងក៏អត់ទាន់មានរឿងហេតុអីកើតឡើងដែរបងប្អូនអ្នកភូមិទាំងអស់គ្នានៅពេលហ្នឹងគឺគេរស់នៅយ៉ាងស្ងប់សុខរហូតមកដល់ថ្ងៃមួយហ្នឹងពេលយប់បងប្អូនមន់ចិញ្ចឹមរបស់អ្នកភូមិវាងាប់ហើយនៅពេលព្រឹកឡើងអ្នកភូមិទាំងអស់គ្នាហ្នឹងគេសង្ស័យថាប្រហែលជាត្រូវសត្វព្រៃឬក៏ពស់អីវាចឹកងាប់ចឹងណាប៉ុន្តែអ៊ំដួងពេលហ្នឹងគាត់បាននិយាយថាវាគួរឆ្ងល់ដែរព្រោះសត្វមន់ទាំងអស់ហ្នឹងដែលវាងាប់ហ្នឹងគឺសុទ្ធតែត្រូវពោះវៀនហ្នឹងវាខ្ទាតចាញ់ក្រៅវាអត់នៅសាកសពច្រឡំបងប្អូនវាងាប់ទៅវាអត់នៅពេញវាបែកពោះវៀនចេញក្រៅទាំងអស់ប៉ុន្តែអ្នកភូមិនៅពេលហ្នឹងគឺគេអត់សូវចាប់អារម្មណ៍ទៅថាជារឿងអីផ្សេងទេគេគិតថាគឺជាសត្វព្រៃអញ្ចឹងណាប៉ុន្តែក្រោយមកវាចេះតែបាត់រហូតណាមន្ទារបស់គាត់ហ្នឹងអញ្ចឹងនៅក្នុងភូមិហ្នឹងក៏នាំគ្នាដាក់វេនគ្នាយាមអញ្ចឹងណាតែចង់ដឹងថាសត្វអីគេមកស៊ីមន់នៅក្នុងភូមិហ្នឹងប៉ុន្តែពេលហ្នឹងអ៊ំដួងគាត់និយាយថាអត់បានផលទេនៅពេលដែលពួកគាត់ដាក់វេនគ្នាយាមគឺមន់របស់គាត់សត្វរបស់គាត់ចិញ្ចឹមហ្នឹងអត់ងាប់ទេអត់មានឃើញសត្វព្រៃឬក៏អ្វីប្លែកមកស៊ីមន់របស់គាត់ទេប៉ុន្តែនៅពេលដែលពួកគាត់ឈប់យាម3-4ថ្ងៃក្រោយគាត់ឈប់យាមស្រាប់តែមន់ទារបស់គាត់ហ្នឹងងាប់ទៀតហើយសភាពងាប់របស់វាហ្នឹងគឺដូចមុនចឹងឯងគឺត្រូវបែកពោះវៀនចេញក្រៅអស់ហើយពោះវៀនហ្នឹងក៏បងប្អូនដឹងស្រាប់ហើយវាអត់នៅពេញទេអញ្ចឹងមេភូមិនៅក្នុងភូមិហ្នឹងគាត់ក៏ធ្លាប់ដូចថារកវិធីច្រើនដងដែរដើម្បីទប់ស្កាត់ការងាប់របស់មន្ទារបស់អ្នកភូមិហ្នឹងប៉ុន្តែវាអត់បានផលរហូតមកដល់ថ្ងៃមួយហ្នឹងមេឃភ្លៀងខ្លាំងមែនទែនហើយនៅពេលដែលមេឃរាំងភ្លៀងហ្នឹងអ៊ំដួងគាត់ចេញមកចាប់កែបគាត់ចេញមករក
ត្រីរងកែបចឹងណាបងប្អូនហើយពេលដែលគាត់ចេញមកហ្នឹងគាត់ដើរមកក្បែរខ្ទមយាយច័ន្ទហ្នឹងឯងនៅពេលដែលគាត់កំពុងតែចាប់កែបសុកហ្នឹងណាបងប្អូនអរគ្នាគាត់ងើបទៅខ្ទមយាយច័ន្ទណាឃើញអាបឃើញក្បាលនិយាយទៅពេលហ្នឹងគាត់អត់ឃើញរូបរាងពិតទេគឺគាត់ឃើញភ្លើងគាត់និយាយចឹងណាប៉ុន្តែមិនមែនភ្លើងភ្លឺផ្លេតដូចនៅក្នុងរឿងកុនទេណាបងប្អូនគាត់ថាពេលហ្នឹងគាត់ឃើញភ្លើងពណ៌ខៀវហោះចេញពីខ្ទមរបស់យាយច័ន្ទហ្នឹងប៉ុន្តែគាត់អាចមើលដឹងហើយគាត់ថាវាជាអាបហើយព្រោះយើងមើលទៅវាមិនឃើញច្បាស់ហើយវាឃើញតែភ្លើងខៀវមិនមែនភ្លឺផ្លេតណាឃើញខៀវអាចវាឃើញវាភ្លឺហើយសតុំហើយភ្លឺអញ្ចឹងវាមិនមែនភ្លឺផ្លេតទេអញ្ចឹងណាចឹងនៅពេលហ្នឹងគាត់បានឃើញហោះចេញពីខ្ទមរបស់យាយច័ន្ទណាហើយព្រឹកឡើងគាត់ក៏យករឿងដែលគាត់បានឃើញហ្នឹងទៅប្រាប់មេភូមិមន់ទាអ្នកភូមិងាប់ហ្នឹងណាវាមិនមែនមកពីសត្វព្រៃទេគឺវាមកពីអាបហើយមេភូមិនៅពេលហ្នឹងអ៊ំឌួងគាត់ប្រាប់ថាមេភូមិគាត់ឆ្ងល់ដែរគាត់ថាភូមិរបស់គាត់ហ្នឹងណាវារស់នៅស្ងប់សុខយូរហើយណាមួយនៅក្នុងភូមិសិតតែអ្នកស្គាល់គ្នាទៀតអាចនិយាយបានថាឃើញមុខគ្នារាល់ថ្ងៃអញ្ចឹងឃើញតាំងពីទួយមកហើយអាបហ្នឹងវាមកពីណាហើយអ៊ំឌួងពេលហ្នឹងគាត់ដាច់ចិត្តនិយាយគាត់ថាមិនមែនជាអ្នកមកពីឆ្ងាយអីទេគឺជាអាបយាយច័ន្ទហើយមេភូមិពេលដែលគាត់ឮដបងហ្នឹងគឺគាត់ស្លុតចិត្តដែរគាត់មិនគិតថាយាយច័ន្ទណាប៉ុន្តែនៅពេលហ្នឹងអ៊ំឌួងគាត់រៀបរាប់ថាគាត់បានឃើញភ្លើងហ្នឹងភ្លើងពណ៌ខៀវហ្នឹងហោះចេញពីខ្ទមរបស់យាយច័ន្ទហើយយាយច័ន្ទចាប់តាំងពីគាត់ឈប់មើលជំងឺឲ្យអ្នកភូមិគាត់សង្ងំតែក្នុងខ្ទមគាត់ទេគាត់អត់ចេញទៅណាទៅណីឲ្យអ្នកស្រុកឃើញទេបងប្អូនគាត់សង្ងំតែនៅក្នុងខ្ទមហ្នឹងហើយគាត់គិតតែពីរឿងមន្តអាគមរបស់គាត់ហ្នឹងឯងនៅពេលដែលអ៊ំមេភូមិគាត់ឮអញ្ចឹងណាគាត់ថាបើសិនជាអាបរបស់យាយច័ន្ទមែនណាត្រូវតែឆាប់បង្ក្រាបបើមិនអញ្ចឹងទេវានឹងផ្ទេអាទីយាតអាបហ្នឹងណាទៅឲ្យអ្នកផ្សេងទៀតជាមិនខាននៅមិនប្រហែលថ្ងៃទៀតទេនៅក្នុងភូមិមានមនុស្សម្នាក់ទៅឆ្លងទន្លេអញ្ចឹងណាហើយគាត់បានប្រាប់ថាបើសិនជាយាយច័ន្ទហ្នឹងគាត់ពិតជាអាបពិតមែនណាគាត់ច្បាស់ជាទៅរកស៊ីសុកក្មេងនឹងជាមិនខានទេអានៅពេលដែលគាត់និយាយចប់គាត់ក៏ហុចកភ្លើងមកឲ្យអ៊ំឌួងណាគាត់ថាកុំនិយាយរឿងរ៉ាវហ្នឹងទៅឲ្យអ្នកណាគេដឹងបើសិនជាអ្នកភូមិទាំងអស់គ្នាដឹងថាមានអាបនៅក្នុងភូមិច្បាស់ជាបែករឿងរ៉ាវទៅវាកាន់តែវែងឆ្ងាយអញ្ចឹងណាហើយមិនប្រហែលប្រហែលជា3ថ្ងៃក្រោយបងប្អូនអ្នកនៅក្នុងភូមិហ្នឹងក៏មានអ្នកឆ្លងទន្លេពិតមែនគឺខាត់កូនណាហើយវាចៃដន្យណាពេលដែលកាត់កូនហ្នឹងចំពេលយប់ទៀតហើយរយៈពេលដែលក្មេងស្រែកហ្នឹងណាពេលដែលកើតចេញមកអ្នកភូមិទាំងអស់គ្នាហ្នឹងនៅប្រហែលជា 3-4 នាក់ទេនៅខាងលើផ្ទះណាអត់មានអ្នកណាចាប់អារម្មណ៍ទេហើយចំណាយឯអ៊ំឌួងវិញណាគាត់ធ្វើតាមដែរអ៊ំមេភូមិនោះគាត់បានប្រាប់គាត់នៅពួននៅក្បែរគុំឈើមួយនៅលបចាំមើលនៅពេលដែលគាត់លបចាំមើលហ្នឹងគាត់ឃើញភ្លើងហ្នឹងមកពិតមែនភ្លើងហ្នឹងវាហោះមកក្បែរអាខ្ទមដែលកំពុងតែមានអ្នកឆ្លងទន្លេហ្នឹងណាបងប្អូនហើយវាអឺតអាចថាគាត់មើលហ្នឹងក៏វាអត់ច្បាស់ដែរអានេះខ្ញុំនិយាយតាមគាត់ណាគាត់មើលពីគុំឈើហ្នឹងមកឃើញភ្លើងហ្នឹងវាហោះមកប៉ុន្តែនៅពេលហ្នឹងវាមានភ្លើងចន្លោះភ្លើងជាគៀងអីខ្លះដែរអញ្ចឹងណាគាត់អាចថាគាត់ឃើញក្បាលឃើញជារូបរាងអាបតែម្ដងនៅពេលដែលគាត់ឃើញហ្នឹងគឺគាត់ស្លុតចិត្តដែរបងប្អូនប៉ុន្តែនៅដៃគាត់មានកំភ្លើងហើយនៅពេលដែលគាត់
ớt mưa còn phẳng ớt mưa cho lang tới dẹp ta chương bạc quạt nó tròn cái tịch chớ tròn tới dẹp ta dây áp nó mơ mà trong một quạt tầm đòn hay nó pe nắng quạt hay nâng áp nó cứ tol một khnia nó pe để quạt mưa tol một khnia nó cứ quạt khơi cho bà tầm đòn áp nó cứ chỉ dây chăn nó ngày cứ chỉ áp bỏ dây chăn á nó pe nó dây chăn pe để khơi ông đuông quạt mưa trong một khnia chẳng quạt có ho sầm đau màu rột ông đuông nó nè bông bổn nó pe để ho máu ông đuông quạt phây đài nó pe để quạt phây á quạt tha quạt phải tha quạt cho lóm đáy có tha bàn này quạt bành phồng tới vừa chòm áp nè bông bổn chòm áp dây chăn nè phồng tiệt là về để tiệt nó có lưu sầm lên xe đây tại sai nó sẽ mà play tế cái máu vì có họ trôi bày bật tới hay là không về nó tầng nhẹ nó lơ tè tầng mấy phôm nó có nhẹ ba khang một tên là về để lưu sầm lên cái phơi á hay cái phơi quạt là bên nó còn bánh man là mà crop thì cái phơi còn giấy thả biết cái phơi nhóc mày á nhầm bàn xù quạt cho bà đấy tại đằng là bánh mà crop phải nơi nhọc vì bàn mặc crop tí anh bánh cào chẳng này bằng bộ nas squall gặp lơ nắng chưa có mình phẹp bằng cào hết là dừng tỏ tiệt hay bật lại nữa ông đua nữa quạt có bàn vô đưa ra để quạt bàn khơi nha thà áp nữa cứ chỉ áp vậy chăn quạt bàn khơi cho bà nơi nằng phân nề tầm mà đòn chẳng hay luôn mấy phun về để quạt bàn lư chẳng con có bỏ bạ không ca sẽ mày chết đấy bữa thà dây chắn môn nằng quạt cao chỉ áp nằng quạt cứ chui nẹp phum tràn quạt mưa trồng ngư quạt ấy chẳng á hay quạt có sẽ mày chết tới chuột xong thu đống lục thu đống nơi không phum nằng nó phải đại tận đó là bông ổn quạt ở toàn bàn giấy phong á xếp ta ông đua quạt thà lục quạt vậy mà bên thà nó một vậy rương áp vậy chăn thằng men cái pe nắng lúc ở quạt vậy thà vậy chăn nó quạt bàn slap bát hơi hay nè đài nó không được riêng cài bọc quạt nó cứ chỉ vì nhiên pri áp nằng ảnh hay quạt bàn vậy bắt to tiệt thà mìnhประมาณ ngày tiệt tế đó ngày đại miền phụ tại hai cả làng á bông vốn cứ bà chăn nó về làng bộ hòm về có hòm bẹ cả đá lá hay có thà nợ về đại bà chăn về làng có hòm bẹ cả đá làng tới oi dột tật môn để quạt oi nữa dột từ pro lư ruột riêng cài để bỏ dây chăn của nợ về nắng nợ về đại bẹ tật làng bằng bộ hòm nữa dây chắn nâng đỏ khá bà bạc quạt từ rau chùm này chỉ mình khan chẳng quạt vậy chọp hỏi á quạt có hỏi tực mà đọp đã nâng được chỉ đã nâng bùng được xây á oi từ mê phùm nâng ảnh bằng bồn hay nó bê đài oi từ mê phùm rồi á rồi dạ bê 7 ngày khói có miên rương hai nâng cả làng mình bằng bồn cứ đôi đài lúc thu đóng quạt bàn như vậy chẳng á cứ bật chăn bò hòm nắng vì bàn cả làng mền là bên nắng ông đuông hai nâng mê phum nắng quạt từ lộp mưa nâng tô mọi dây chăn á quạt nợ buồn nợ không prey xếp ta khơi dây chăn nâng quạt đỏ khó bà bạc quạt họ chênh bì tôm nó bên nó còn có bệnh nhập nòm khía làng từ lơ tôm dây chắn á bàn tay thuyền nó thợ bàn chạ sau bị khăn tại thợ bàn ông đuông nó quạt thẻ thuyền nó trồi từ đại xa ta vòng bọn đang thấy cả bình môn nó tia cứ anh niệm sấy hay thuyền của mình chỉ rừng mom ấyประมาณ đáy chân ông đuông á quạt thẻ trồi từ nó biết để thẻ trồi từ nè vòng bọn ấy để khơi từ bốn kia nó cứ sạch mòn về cứ sạch món về ngọt nữ không tôm bao nhiêu chăn để quạt vô mà xí á
គឺស្អុយពេញខ្ទមនឹងតែម្ដងហើយដល់ពេលគាត់ងាកទៅខាងស្ដាំដៃក៏បានឃើញរូបរាងកាយរបស់យាយច័ន្ទហ្នឹងដេកនៅលើគ្រែនេះបស័យរបស់គាត់ណាប៉ុន្តែអីដែលចម្លែកគឺអត់មានក្បាលទេបងប្អូនគឺគាត់ដកក្បាលទៅរកស៊ីបាត់ហើយអញ្ចឹងណាដល់ពេលហ្នឹងគាត់ក៏មិនចាំយូរដែរមេភូមិគាត់ក៏យកទឹកមុនដែលគាត់បានពីលោកឪហ្នឹងណាប្រោះទៅលើរូបរាងកាយរបស់យាយច័ន្ទដែលអត់មានក្បាលកំពុងតែដេកនៅលើគ្រែហ្នឹងដល់ពេលគាត់ប្រោះចប់ហើយហ្នឹងគាត់ក៏បញ្ញាប់ចុះចេញមកវិញដល់ពេលដែលគាត់ធ្វើតាមដែលលោកឪបានប្រាប់ហើយហ្នឹងណាបងប្អូនគាត់នាំគ្នាចុះមកវិញហើយគាត់អត់ទៅណាទេគាត់នៅលបចាំមើលនៅកន្លែងដដែលថាវានឹងមានរឿងហេតុអីកើតឡើងអញ្ចឹងណាគាត់នៅចាំឡើងយូរបងប្អូនប្រហែលជាម៉ោងទៀបភ្លឺម៉ោង5ទៀបភ្លឺបានជាឃើញអាបយាយច័ន្ទហ្នឹងគាត់ត្រឡប់មកវិញដល់ពេលហ្នឹងអាបហ្នឹងក៏ហោះចូលតាមប្អួចមកហើយអ៊ំដួងហើយនឹងមេភូមិហ្នឹងគាត់នៅចាំមើលគាត់តាអាបនឹងហោះចូលភ្លាមណាបងប្អូនគាត់ថាលូសំឡេងស្រែករបៀបដូចឈឺចាប់ខ្លាំងមែនតើគឺស្រែកឡើងយូរមួយសទុះក្រោយមកណាក៏បាត់សំឡេងស្រែកហ្នឹងទៅប៉ុន្តែគាត់និយាយថានៅពេលហ្នឹងគាត់អត់តន់ហ៊ានឡើងទៅភ្លាមទេដោយសារតែមេឃវាអត់តន់ភ្លឺរហូតមកដល់មេឃភ្លឺគាត់គិតថាប្រហែលជាมันមានអីគួរឲ្យខ្លាចទៀតទេគាត់ក៏ឡើងទៅមើលនៅពេលដែលឡើងទៅមើលហ្នឹងណាបងប្អូនអរគ្នាគឺឃើញយាយច័ន្ទហ្នឹងសពរបស់គាត់គឺឡើងខ្មៅតែម្ដងរបៀបដូចថាគាត់បានស្លាប់យូរហើយអញ្ចឹងណាទាំងដែលពីយប់ហ្នឹងណាពេលដែលគាត់ឡើងទៅមើលហ្នឹងរូបរាងកាយរបស់យាយច័ន្ទហ្នឹងគឺនៅធម្មតាទេគ្រាន់តែអត់មានក្បាលប៉ុន្តែនៅពេលដែលត្រូវទឹកមុនហើយនឹងព្រឹកឡើងហ្នឹងគាត់ឡើងទៅមើលឃើញថារូបរាងកាយរបស់យាយច័ន្ទហ្នឹងគឺខ្មៅហើយអាចនិយាយបានថាស្អុយបាត់ទៅហើយអញ្ចឹងណាហើយអីដែលសំខាន់គឺក្បាលរបស់គាត់ហ្នឹងគឺនៅក្បែរក្រែនឹងឯងវាអត់អាចចូលខ្លួនវិញបានណាបងប្អូនដោយសារតែត្រូវទឹកមុនវិញ្ញាណអាបនៅក្នុងយាយច័ន្ទហ្នឹងក៏ស្លាប់ទៅតាមគាត់ទៅហើយមេភូមិហើយនឹងអ៊ំដួងនៅពេលហ្នឹងគាត់យកសពរបស់យាយច័ន្ទហ្នឹងគាត់ដាក់នៅក្នុងកាទេលគាត់ថាគាត់យកដាក់កាទេលមូជាច្រើនជាន់ដើម្បីគាត់អត់ចង់ឲ្យអ្នកភូមិហ្នឹងឃើញសពរបស់យាយច័ន្ទនៅក្នុងសភាពបែបអាបចឹងណាបងប្អូនព្រោះថាយាយច័ន្ទមុននឹងគាត់កើតជាអាបហ្នឹងគាត់គឺជាមនុស្សល្អទេគាត់នៅព្យាបាលជំងឺឲ្យអ្នកភូមិហើយបដិញខ្មោចព្រាយចឹងណាប៉ុន្តែអាហ្នឹងជាអកុសលគាត់ក៏ត្រូវអាគមរបស់គាត់ហ្នឹងមកធ្វើបាបគាត់វិញចឹងណាអញ្ចឹងមេភូមិគាត់អត់ចង់ឲ្យអ្នកភូមិទាំងអស់គ្នាហ្នឹងដឹងថាយាយច័ន្ទគឺជាអាបទេអញ្ចឹងហើយគាត់ក៏មូនឹងកាទេលយកសពរបស់យាយច័ន្ទហ្នឹងទៅដុតហើយរឿងរ៉ាវរបស់គាត់ហ្នឹងក៏មិនមានអ្នកណាដឹងច្រើនដែរថាយាយច័ន្ទហ្នឹងគឺជាអាបមានមិនប្រមាណអ្នកទេមានតែអំដួងមេភូមិហើយនឹងអ្នកភូមិប្រហែលជា2-3នាក់ទៀតទេហើយអ្នកភូមិ2-3នាក់ហ្នឹងត្រូវបានមេភូមិគាត់ប្រាប់ថាអត់ឲ្យនិយាយរឿងរ៉ាវហ្នឹងឲ្យអ្នកផ្សេងបានដឹងទេហើយឲ្យវាបាត់ទៅតាមសពរបស់យាយច័ន្ទទៅដើម្បីឲ្យយាយច័ន្ទហ្នឹងគាត់បានស្ងប់សុខចឹងណាគាត់អត់ចង់ឲ្យអ្នកភូមិយករឿងរ៉ាវដែលគាត់គឺជាអាបហ្នឹងទៅនិយាយទៀតទេហើយក្រោយមកនៅក្នុងភូមិក៏ត្រឡប់មកស្ងប់ស្ងាត់ដូចដើមម្ដងទៀតបន្ទាប់មកក៏មិនមានអ្នកណាបានឃើញអាបឬក៏ឃើញអីទៀតឡើយតាំងតែពីយាយច័ន្ទទៅបានស្លាប់ទៅអូខេរឿងរ៉ាវរបស់យាយច័ន្ទគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនស្ដាប់តាំងពីដើមរហូតមកដល់ចប់គិតថារឿងរ៉ាវរបស់គាត់ហ្នឹងកំសត់ឬក៏គួរឲ្យខ្លាចបងប្អូនហើយបើសិនជាអារម្មណ៍ខ្ញុំផ្ទាល់ខ្ញុំគិតថាខ្ញុំអាណិតយាយច័ន្ទទៅវិញហើយបងប្អូនគិតថាយ៉ាងម៉េចអាច comment លេងនៅក្រោមវីដេអូនេះបានណាបងប្អូនហើយសាច់រឿងដែល
អំដួងគាត់បានផ្ញើមកហ្នឹងតាមជាក់ស្ដែងវាវែងជាងហ្នឹងតែខ្ញុំសង្ខេបដោយសារតែបើសិនជាអានតាមដែលគាត់ផ្ញើមកហ្នឹងវាអាចនឹងត្រឡប់ត្រឡិនណាអញ្ចឹងយើងសង្ខេបខ្លះទៅបងប្អូនកាត់ខ្លះអញ្ចឹងណាហើយរឿងរ៉ាវរបស់គាត់ហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាខ្ញុំលើកមកនិយាយមានត្រង់ណាខុសឆ្គងមិនសមរម្យអីក៏សូមបងប្អូនខន្តីបិទោសហើយបើបងប្អូនមានសាច់រឿងណាបែបសាហាវបែបច្បាស់ណារឿងខ្មោចព្រាយរឿងអាបអញ្ចឹងណាបងប្អូនអាចផ្ញើមកតាម Telegram នៅ link ខាងក្រោមវីដេអូនឹងបានអញ្ចឹងអូខេបងប្អូនអរគ្នាខ្ញុំ admin ស្មល់ខ្មោចមានតែប៉ុណ្្នឹងទេយើងសន្យាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតសូមអរគុណបងប្អូនអរគ្នា